cái lang chụp đây là hột Việt Nam bạn nhà cái đào bằng bay lực long văn thon về trên máu canh ai ta lang máu cứ canh con máu cho mui ai bà lấy đi bạn cái lời nhà cái đào cầm phong tề chút chiêm bạn chun đào càng vấn nạn bà phần này cái ta kỳ la con đi sập xoay để mình chơi bà đây lên đi xong ra bắn tích bà và pro tha còn miền Pành Hà in chơi bà cái bà hà ấy da bà mới rùa hiệp nịa lo nè bà tuột máu ấy chơi chật cài nhảy nè ni bà cứ trong câu đầy lo nè bà đây xong rạp công việc sân nơi tại tòa su bà cái từ bà cãi nhé con đã chuyên đi bên này trong câu đầy lo bà cứ đi xa đây mà đâu bên này cái ta nông hiệp chị cái là để to su đỡ ở trà cứ mình tuân truy đây bà chọc tất tỷ 7 dùng một trăm tia sana tất tỷ 4 cho mình tỏ một khi chúng mình đây chỉ cầm hôn và lực xi măng con đập hiệp cua lục nạp sang đàn tại chiết ISO nâng rừng muôn một phần được Campuchia khi xi măng cung vốn rừng muôn du vòng vài khi xi măng cầu miên piประเภท bằng đài bạt cứ ประเภท xi măng khi xi măng nâng xi măng bột khi xi măng bạn nè chiaรูปเพียบยืดbạn đạiធ្វើឲ្យវណ្ណៈបាទបែកបាទអីយ៉ាបាទកែងគឺចូលចិត្តតែកែងដូចតែគ្នាទេអត់មានបញ្ហាបាទហើយក៏សូមជម្រាបជូនផងដែរសម្រាប់ KCMN នោះបាទគឺមានការទទួលទំនុកចិត្តពីការជ្រើសរើសប្រើប្រាស់ការដ្ឋានសាងសង់ធំក្នុងប្រជាជាតិកម្ពុជាដូចជាអគារវឌ្ឍនៈដែលមានឈ្មោះថាចក្រវាឡផ្លេចគីមានកម្ពស់48ជាន់អគារ Derivera នៅទីក្រុងកោះពេជ្រមានកម្ពស់រហូតដល់38ជាន់ការដ្ឋានអ្នកលឿងស្ពានអ្នកលឿងដែលវែងជាងគេនៅកម្ពុជាអគ្គិសនីកំចាយខេត្តកំពតនិងសំណង់ផ្សេងៗជាច្រើនទៀតដែលជឿជាក់ទៅលើ KCMN រឹងមាំគង់វង្សយូរអង្វែងបាទណាមើលទៅដូចជារឿងងំអីយ៉ាអេចង់វត្តកន្ទុយបាទកែងបុករហូតបាទវាសនាមួយដៃស្រាមពីវណ្ណៈបាទវាសនាធៈវណ្ណៈចាប់ជើងជាប់ឡើងដាក់សមដៃវាកែធៈអីកែងមួយជើងពីវណ្ណៈបាទជើងទៅមួយជើងមកកែងខាវមិនដែរអីយ៉ារត់មកទៅអីមួយជើងឆ្វេងវណ្ណៈគឺជើងឆ្វេងខ្លាំងមួយជើងស្ដាំធាក់ចេញចូលអីយ៉ាមកក្បាច់នេះអេធាក់ចេញអត់បញ្ហាអូហូធាក់ចាំដាំទ្រូងតែវាសនាបង្គោលខៀវវាសនាបាទមួយជើងពីបង្គោលហមវណ្ណៈនៅតែតស៊ូចង្កែងអមាញ់មិញបាទគឺតែចូលគឺរុះកែងហើយអូហូខាវមិនដែរពីវណ្ណៈមួយជើងឆ្វេងពីវណ្ណៈបាទមួយជើងទៀតអីយ៉ាគេថាចំវត្តឡណាបាទប៉ុន្តែមិនត្រូវគោលដៅទេអូហូបុកកែងមួយកែងពុះបាទពីវាសនាមួយជើងឆ្វេងកាក់កោបាទមើលទៅវណ្ណៈគឺកំពុងតែសិក្សាអំពីវាសនាបាទឈាមប៉ុន្តែអត់មានបញ្ហាបុកកែងចូលមួយទៀតមុងហោខៅម្ដាយចាំឡោណាបាទពីវណ្ណៈអមាញ់មិញឆ្វេងមួយកែងពីវណ្ណៈបាទមួយដៃរូបកែង
ហើយចាំម៉េចហាមໄວពីខាងក្រោយអាញាក្រាលលោកលងវណ្ណថនបំបែកបាទដៃពីវណ្ណៈភាកខៅមួយដៃអីយ៉ាបាទវណ្ណៈដៃធ្ងន់ណាស់តើបាទអត់បានទេតែបលែងចំកោដៅទៅហើយខ្ញុំថាបែកឈាមប៉ុណ្ណឹងនៅតែតស៊ូដល់អស់ចាបាទរឹងមាំដូចជា K Simon អញ្ចឹងបាទមួយកែងសងវិញវណ្ណៈក៏ចេះប្រើកែងទៅតែគ្នាដែរបាទចាប់ទៅអូហូចាប់ទឹកទៅនឹងកំពូលអ្នកប្រដាល់ជើងឯក K Simon ដែលឧបត្ថម្ភដោយក្រុមហ៊ុន K Simon ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងតគុណភាពខ្ពស់លំដាប់ស្តង់ដារអន្តរជាតិ ISO និងរឹងមាំបំផុតនៅកម្ពុជាក្រុមហ៊ុន K Simon មានស៊ីម៉ងពីរប្រភេទគឺប្រភេទស៊ីម៉ង K Simon និងស៊ីម៉ងបូក K Simon បាទឥឡូវនេះបាទសូមទស្សនាសម្រាប់គូឯកជាបន្តទៀតនៅបាទទឹកចុងក្រោយដែលជាទឹកផ្ដាច់ព្រាត់បាទរវាងវណ្ណៈហើយនឹងវាសនាបាទវណ្ណៈមើលទៅជើងឆ្វេងបានទាត់បានល្អគាត់ប្រើតែឆ្វេងទេបាទគឺគាត់រយែទាត់ឆ្វេងប៉ុន្តែខាងវាសនាស្ដាំបាទឆ្វេងស្ដាំទាត់ឆាំងគ្នាបាទចង្គង់ឲ្យកែងរុះទៀតបាទមិនធម្មតាទេខាងវាសនាបាទអញ្ញាក្រាលលោកលងវណ្ណថនបំបែកបាទក្រោយពីសម្រាប់ឃើញថាកីឡាករ2នាក់បាទគឺនៅតែមានកម្លាំងដដែលអត់មានត្រូមិនទេ5ទឹកហើយបាទនេះគឺជាគូឯកប្រចាំសប្តាហ៍ថ្ងៃទី22នេះបាទអាយ៉ាវណ្ណៈបាទប្រកែប្រកែងនេះគ្នាប៉ុន្តែមិនសូវចេញទេចេញមួយគឺចំគោលដៅបាទយល់តែផាច់បាទខៅមិនដែរពីវណ្ណៈបែរមកជើងទៀតពីវណ្ណៈបាទយ៉ាចេញពីវាសនាមួយជើងពីវណ្ណៈបាទមកទៀតទាត់មកទៀតឌឺមួយជើងទៀតទាត់ទៀតមើលអាយ៉ាបាទខាងវាសនាសដៅឲ្យទាត់ថែមបាទខាងមិនដែរពីវណ្ណៈបាទខាងមិនដែរទៀតមួយជើងឆ្វេងពីវណ្ណៈបាទអាយ៉ាបាទចង់នេះវត្តកន្ទុយប៉ុន្តែវត្តទៅអត់រួចទេលើអាញាកដាលបំបែកលោកលងវណ្ណថនបាទមួយជើងឆ្វេងឬតែផ្លាច់មកទៀតហើយអោបជាប់កាច់ប៉ុន្តែហាមថែមបាទព្រោះលក្ខខណ្ឌទីកាហាមថែមនិងហាមលក្ខជាហើយខ្វាយបាទវាសនាឲ្យតែមកគឺមានតែកែងទេអីយ៉ាកែងមកទៀតអោបបាទចាំមើលមិនប៉ុន្តែហាមវាយពីក្រោយអាក្បាច់វាយពីក្រោយនេះអត់បានទេគេអត់ឲ្យវាយទេបាទវាយឲ្យផ្សេងបានតែបដាល់អត់ឲ្យថែមពីក្រោយទេបាទថែមពីក្រោយអត់ល្អបាទមួយជើងឆ្វេងខាងវាសនាចូលអោបលោកលងវណ្ណថនបំបែកបាទមួយកែងពីបណ្ណៈបាទអោបមួយចង្គង់បាទលើអាញាកដាបំបែកបាទយើងនៅតែប្រហែលវិនាទីទៀតទេបាទមិនចប់ហើយបាទកីឡាករទាំងពីរបាទចប់ទឹកទី5ណាដែលជាទឹកដាច់ព្រាត់ហើយយើងឃើញថាកីឡាករទាំងពីរបាទគឺបាទគាត់ប្រឹងប្រែងប៉ុន្តែទោះជាយ៉ាងណាក៏ដោយគឺកីឡាករមិនគុំគួនបាទគុំគួនគ្នាទេបាទព្រោះថាគ្រាន់តែជាការប្រដាល់និងសាកល្បងនៅបច្ចេកទេសរៀងខ្លួនបាទនៅតើកីឡាករទាំងពីររឿងវណ្ណៈឬគឹមវាសនាដែលជាអ្នកទទួលជ័យជំនះនៅក្នុងគូឯកប្រចាំសប្តាហ៍នេះបាទហើយលោកនេះមកគូនេះគឺថាមានការគ្រប់គ្រងខ្លាំងមកពីបងប្អូនទស្សនិកជនហើយគាត់សនំពរថានឹងអាចសុំឲ្យសងសឹកគ្នាម្ដងទៀតបាទនៅក្នុងឱកាសក្រោយព្រោះថាថ្ងៃនេះទោះបីជារឿងវណ្ណៈក្តីបាទគឹមវាសនាឈ្នះចាញ់ក្តីគឺថានឹងមានឱកាសសងសឹកគ្នាលើកក្រោយបាទនៅលើកក្រោយដោយមានការគ្រប់គ្រងពីបងប្អូនយើងច្រើន
ដូច្នេះបាទលទ្ធផល កីឡាកររឿងវណ្ណៈឈ្នះដោយពិន្ទុបាទលើកីឡាករគឹមវាសនាបាទ